มอนสไปค์มาคือជាមុខម្ហូបដែលល្បីខ្លាំងមែនតែនប្រចាំតុកការហើយក៏ជាមុខម្ហូបដែលនាងខ្ញុំចូលចិត្តដែរឲ្យតែទៅចូលរួមមង្គលការគេម្ដងគឺថាដែររំលងនៅមុខម្ហូបមួយមុខនេះទេអញ្ចឹងកុំឲ្យខាតពេលយូរយើងមកតាមដានពីការធ្វើទាំងអស់គ្នាតែនេះគឺជាគ្រឿងផ្សំសម្រាប់ធ្វើបងប្អូនគឺសសឹងតែជាគ្រឿងទេសដែលយើងធ្វើប្រចាំថ្ងៃហើយជាដំបូងយើងធ្វើការដាំទឹកដើម្បីស្ងោរមាន់គឺយើងបង់អំបិល1ចុងស្លាបព្រាស្ករស1ចុងស្លាបព្រាហើយនឹងម្សៅស៊ុប1ចុងស្លាបព្រាដែរអធិស្ឋានបងប្អូនត្រង់កន្លែងនេះខ្ញុំអត់បានថតអស់កន្លែងម្សៅស៊ុបហើយបន្តមកទៀតយើងបង់ជាមួយនឹងស្លឹកខ្ទឹមយើងគួចបែបហ្នឹងបងប្អូនកុំឲ្យវាញ៉ៃញ៉ៃហើយយើងបង់វាដើម្បីឲ្យវាមានក្លិនកាន់តែឈ្ងុយរយៈពេលនៃការស្ងោរមាន់នេះគឺ15ទៅ20នាទីអាស្រ័យទៅតាមមាន់បងប្អូនជាក់ស្ដែងមាន់ចាស់មាន់ខ្ចីអញ្ចឹងយើងមើលទៅតាមហ្នឹងណាចាកំឡុងពេលនៃការរងចាំមាន់ស្ងោរហ្នឹងបងប្អូនអាចយើងលៃឆ្លៀតពេលមកធ្វើស្ពៃខ្មៅរបស់យើងទៅកុំឲ្យខាតពេលចំពោះស្ពៃខ្មៅនេះដែរគឺយើងយកតែធាងវាទេបងប្អូនចំណែកឯស្លឹករបស់វាយើងកាត់ចេញម្ដុំអញ្ចឹងណាតែយើងអត់ចោលទៅណាទេយើងទុកយកមកស្ងោរជាមួយនឹងឆ្អឹងយំនេះជាមួយប្រហិតឬក៏ស្លម្ជូរអីក៏ឆ្ងាញ់ដែរធាងស្ពៃគឺយើងកាត់ប្រវែង2ទៅ3ថ្នាំងដៃចាហើយបន្តមកទៀតយើងធ្វើការដាំទឹកដើម្បីស្រោះធាងស្ពៃរបស់យើងហើយយើងបង់ជាមួយនឹងអំបិល1ចុងស្លាបព្រាហើយនឹងប្រេងឆាឬក៏ប្រេងអូលីវមកចុងស្លាបព្រាដែរបងប្អូនអធិស្ឋានហ៊ុនសាទៅថតបដាធ្វើបដាអញ្ចឹងយើងភ្លេចអត់បានថតអស់អញ្ចឹងណារយៈពេលនៃការស្រោះគឺយើងអត់ស្រោះយូរទេណាបងប្អូនយើងស្រោះប្រហែលរយៈពេល1នាទីអីបានហើយកាលណាតែយើងស្រោះជ្រុលខ្លាំងពេកស្ពៃរបស់យើងនឹងលែងស្រួយហើយទៅជាពណ៌ខ្មៅអត់ស្អាតទេបន្ទាប់ពីយើងស្រោះហើយយើងយកវាមកត្រាំជាមួយនឹងទឹកកកដើម្បីឲ្យស្ពៃរបស់យើងមានពណ៌ខៀវស្រស់ហើយនឹងវាស្រួយឆ្ងាញ់ចាបន្តមកទៀតយើងធ្វើការលាយទឹកសោសរបស់យើងវិញម្ដងចំពោះមាន់មួយក្បាលនឹងខ្ញុំលាយទឹកសោសដាក់ជាមួយនឹងប្រេងខ្យង1ស្លាបព្រាបាយកន្លះទឹកស៊ីអ៊ីវចំនួន1ស្លាបព្រាបាយកន្លះស្ករសឬក៏ស្ករអំពៅចំនួន1ស្លាបព្រាបាយកន្លះហើយនឹងប៊ីចេងចំនួន1ចុងស្លាបព្រាហើយជាមួយនឹងខ្ទឹមបំពងណាសម្រាប់ខ្ទឹមបំពងបងប្អូនបំពងខ្លួនឯងចេះទៅគឺឈ្ងុយល្អតែបើសិនជាបងប្អូនអត់មានពេលអាចទិញស្រាប់ក៏បានដែរហើយយើងធ្វើការកូរវាឲ្យរលាយសព្វគ្រឿងទេសចូលគ្នាបានល្អចឹងមកហើយបន្ទាប់មកទៀតយើងបន្ថែមជាមួយនឹងប្រេងល្ងចំនួន1ស្លាបព្រាបាយទៀតយើងដាក់ប្រេងល្ងនេះដើម្បីឲ្យទឹកសោសនេះមានក្លិនកាន់តែឈ្ងុយបងប្អូនចំពោះរូបមន្តនេះដែរបងប្អូនគឺនាងខ្ញុំធ្វើអត់ឲ្យរសជាតិដិតខ្លាំងពេកទេដោយសារតែនាងខ្ញុំធ្វើហ្នឹងឲ្យរសជាតិមកល្មមទៅយើងជ្រលក់ជាមួយនឹងទឹកស៊ីអ៊ីវដាក់ម្ទេសតិចៗទៅគឺថាឆ្ងាញ់ហើយតែបើសិនជាបងប្អូនចូលចិត្តរសជាតិរៀងដិតអីបងប្អូនអាចភ្លក់ហើយបន្ថែមតាមនឹងទៀតណាចាក្នុងការស្ងោរមាន់នេះគឺយើងធ្វើការប្រែវាដែរបងប្អូនបាន10នាទីអីប្រែវាមកម្ខាងទៀតទៅហើយដើម្បីវាឆ្អិនសព្វហើយការស្ងោរដែរគឺយើងអត់ប្រើទឹកច្រើនទេយើងដាក់តែមកល្មមមកត្រឹមមាន់ហ្នឹងទេបងប្អូនដូចដែលបងប្អូនឃើញនៅក្នុងរូបអីចឹងកាលណាយើងដាក់ទឹកច្រើនពេកសាច់មាន់របស់យើងក៏អត់មានរសជាតិឆ្ងាញ់ដែរនៅពេលដែលមាន់ឆ្អិនហើយយើងទុកវាឲ្យរាងចុះត្រជាក់ទៅហើយយើងធ្វើការបេះមាន់ហ្នឹងជាចំណិតអញ្ចឹងណាហើយចំពោះទឹកសោសនេះដែរគឺយើងលៃវា70% សម្រាប់ប្រឡាក់ជាមួយនឹងសាច់មាន់ហើយ30% ទៀតទុកសម្រាប់ប្រឡាក់ជាមួយនឹងស្ពៃខ្មៅរបស់យើងដែលយើងបានស្រោមបាញ់មិញនេះហើយយើងធ្វើការច្របល់សាច់មាន់ជាមួយនឹងទឹកសោសនេះឲ្យវាបានសព្វរសជាតិគ្នាបានល្អអញ្ចឹងណាបងប្អូនហើយយើងនៅពេលដែលរួចរាល់ហើយយើងទុកវាមួយឡែកសិនដើម្បីឲ្យវាចូលរសជាតិគ្នាហើយបន្ទាប់មកទៀតទឹកសោសដែលនៅសល់ហ្នឹងគឺយើងយកវាមកច្របល់ជាមួយនឹងស្ពៃខ្មៅរបស់យើងណាតែមុននឹងយកវាមកច្របល់យើងស្រង់វាចេញពីទឹកកកហើយទុកវាសម្រាប់ឲ្យវារាងស្រស់ស្ងួតទឹកបន្តិចសិនបន្ទាប់មកទៀតទៅយើងធ្វើការប្រឡាក់ជាមួយនឹងទឹកសោសដែលយើងបែងចែកដែលយើងទុកវានេះហើយយើងច្របល់វាឲ្យបានសព្វល្អចូលរសជាតិគ្នាអញ្ចឹងដូចគ្នាបងប្អូនបន្លែស្ពៃនេះបើសិនជាបងប្អូនចូលចិត្តអីអាចដាក់ឲ្យច្រើនតាមការចូលចិត្តរបស់បងប្អូននេះខ្ញុំក៏ចូលចិត្តស្ពៃដែរគ្រាន់ថាស្ពៃល្មដុំធំនេះយកធាងវាបានតែប៉ុណ្្នឹងឯងធាងវាយកបានតិចចាដល់ពេលដែលប្រឡាក់ជាមួយទឹកសោសបានរួចរាល់សព្វល្អហើយយើងទុកវាម្លាយសិនបន្ទាប់មកយើងត្រៀមចានដៃឬក៏កូនកធុនអីដែលវារាងជ្រៅបងប្អូនសម្រាប់ដាក់សាច់មាន់ហើយនឹងស្ពៃខ្មៅរបស់យើងទុកសម្រាប់ខ្លះសេចំពោះសាច់មាន់ដែរគឺយើងរៀងប្រហាប់វាបែបហ្នឹងណាបង
បងប្អូនយើងប្រហាប់វាបានហាប់ល្អចឹងមកបន្ទាប់មកទៀតយើងដាក់ស្ពៃពីលើបែបនេះយើងរៀបវាពីលើចឹងមកហើយបន្ទាប់មកហើយយើងប្រហាប់ស្ពៃនឹងដែរបងប្អូននៅពេលដែលយើងរៀបវារួចរាល់អស់ហើយយើងប្រហាប់វារួចរាល់ហើយបងប្អូនយកស្កុតរុំផ្លែឈើហ្នឹងយើងយកមកក្រោបពីលើដើម្បីត្រៀមយកទៅដាក់ក្នុងទូទឹកកកយើងរក្សាទុកក្នុងទូរយៈពេល3ទៅ4ម៉ោងដើម្បីឲ្យវាចាប់រសជាតិហើយនឹងឲ្យស្ពៃហ្នឹងគឺត្រជាក់ហើយស្រួយឆ្ងាញ់ណានេះបន្ទាប់ពីនាងខ្ញុំរក្សាទុកក្នុងទូរយៈពេល4ម៉ោងឥឡូវនាងខ្ញុំយកចេញមកញ៉ាំហើយអញ្ចឹងយើងបកអាស្កុតរុំហ្នឹងចេញទៅហើយយើងចាក់មកលើចានហ្នឹងតែបងប្អូនរៀងពិបាកចាក់បន្តិចឯងដោយសារតែនៅពេលដែលយើងដាក់ត្រជាក់ទៅវាជាប់នៅក្នុងចានដែកអញ្ចឹងយើងចាក់ចេញរៀងពិបាកអញ្ចឹងបងប្អូនអាចអាក់លាក់វាអញ្ចឹងទៅឬក៏យកកបិតឆ្កឹះខាងអញ្ចឹងណាទៅបើយើងចាក់វាចេញមកចានបានងាយស្រួលអូយបងប្អូននេះគឺតំណងខ្លាំងមែនតែនហើយបន្ទាប់មកទៀតបងប្អូនអាចដេកជាមួយនឹងការ៉ុតណាយើងអាចដាក់វាថែមតិចតួចទៀតអញ្ចឹងណាដើម្បីលើកសម្រស់មើលទៅគួរឲ្យតាក់ទាញចង់ទទួលទានណាបងប្អូនឥឡូវមាន់ស្ពៃខ្មៅរបស់យើងរួចរាល់ហើយបងប្អូនមើលតំណងអត់ហើយរសជាតិរបស់វាគឺឆ្ងាញ់ខ្លាំងណាស់ក្លិនវិញគឺថាឈ្ងុយមែនតែនហើយរសជាតិគឺនឹងខ្ញុំយកមកល្មមដើម្បីយើងជ្រលក់ជាមួយនឹងទឹកស្អ៊ីវដាក់ម្ទេសហឹលទៀតណាឆ្ងាញ់ខ្លាំងណាស់បងប្អូនអាចសាកល្បងធ្វើញ៉ាំបានណាធានាថាអត់ឲ្យបងប្អូនខកបំណងទេនៅមាន់ស្ពៃខ្មៅមួយមុខនេះបងប្អូនអាចធ្វើជាមុខម្ហូបគ្រឿងក្លែមក្នុងកម្មវិធីឬក៏ញ៉ាំជាមួយបាយក៏ត្រូវដែររសជាតិវិញគឺthe bestណាបងប្អូនអើយញ៉ាំជាមួយនឹងទឹកស្អ៊ីវហឹលចេះទៀតអូយតំណងខ្លាំងណាស់បងប្អូននឹកឃើញឃ្លានទៀតហើយឲ្យទៅពេលបញ្ចូលសលេងកាត់វីដេអូមួយនេះគឺឃ្លានមាន់ស្ពៃខ្មៅនឹងទៀតហើយអញ្ចឹងអរគុណបងប្អូនសម្រាប់ការតាមដានទស្សនានៅវីដេអូមួយនេះបងប្អូនកុំភ្លេចជួយ Subscribe Channel និង Follow Page នេះខ្ញុំដើម្បីទទួលបាននៅវីដេអូថ្មីបន្ថែមហើយសម្រាប់មតិយោបល់អាច comment នៅក្រោមនេះអរគុណ